ក្លឹបបាល់ទាត់បាសេឡូណាបានប្រកាសជាផ្លូវការកាលពីថ្ងៃទី13ខែមករាឆ្នាំ2026នៅការវិលត្រឡប់មកវិញរបស់ខ្សែការពារសញ្ជាតិប៉ូទុយហ្គាល់ João Cancelo ក្នុងកិច្ចសន្យាខ្ចីជឿនពីក្លឹប Al Hilal នៃប្រទេសអារ៉ាប៊ីសាអូឌីតរហូតដល់ចប់រដូវកាលនេះការត្រឡប់មកវិញរបស់ Cancelo បន្ទាប់ពីធ្លាប់លេងឲ្យបាសាក្នុងលក្ខខណ្ឌខ្ចីជើងពី Man City កាលពីរដូវកាល2023-2024កីឡាករវ័យ31ឆ្នាំរូបនេះបានសម្រេចចិត្តវិលមកកាន់ទឹកដីកាតាលូញ៉ាជាលើកទី2 Cancelo នឹងពាក់អាវលេខ2សម្រាប់បេសកកម្មថ្មីនេះលោកគ្រូបង្វឹក Hansi Flick ត្រូវការខ្សែការពារមកពង្រឹងក្រុមជាបន្ទាន់បន្ទាប់ពីកីឡាករ Andreas Christensen រងរបួសសរសៃពួរជង្គង់ធ្ងន់ធ្ងរ ACLបាសាបានប្រើប្រាស់ច្បាប់ពិសេសរបស់ La Liga ដែលអនុញ្ញាតឲ្យប្រើប្រាស់កញ្ចប់ប្រាក់ខែរបស់កីឡាកររបួសដើម្បីចុះឈ្មោះ Cancelo ចូលក្នុងបញ្ជីការផ្ទេរនេះមានភាពចម្លែកបន្តិចដោយដំបូងឡើយបាសាបានបង្ហោះសារស្វាគមន៍នៅលើបណ្ដាញសង្គមប៉ុន្តែបានលុបចោលវិញភ្លាមៗដោយសារបញ្ហានីតិវិធីឯកសារមុននឹងប្រកាសជាផ្លូវការសារជាថ្មីម្ដងទៀតនៅប៉ុន្មានម៉ោងក្រោយមករូបគេអាចនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងជំនួបជាមួយក្រុម Racing Santander ក្នុងពានរង្វាន់ Copa del Rey នៅថ្ងៃប្រហោះសប្តាហ៍នេះវត្តមានរបស់ Cancelo វិលត្រឡប់មកវិញចំពេលដែលបាសាកំពុងមានប្រៀបជាង Real Madrid ចំនួន4ពិន្ទុប៉ុន្តែក្រុមរបស់លោក Hansi Flick កំពុងប្រឈមនឹងបញ្ហាការពារខ្លាំងរបួស ACL របស់ Andreas Christensen បានធ្វើឲ្យតំបន់ការពាររបស់បាសាធឿកចុះCancelo មិនត្រឹមតែអាចលេងជាខ្សែការពារស្ដាំជំនួស Koundé ដែលត្រូវបដូរមកលេងកណ្ដាលប៉ុណ្ណោះទេប៉ុន្តែរូបគេក៏អាចលេងនៅស្លាបឆ្វេងបានយ៉ាងល្អផងដែរទម្រង់លេងរបស់លោក Flick ដែលចូលចិត្តដាក់សម្ពាធខ្ពស់ដែលសមត្ថភាពរបស់ Cancelo ក្នុងការរុញបាល់ឡើងលើនិងការបញ្ជូនបាល់កាត់នឹងជួយសម្រាលបន្ទុករបស់ Lamine Yamal និង Rafinhaបាសាទើបតែបានយកឈ្នះ Real Madrid 3-2 ក្នុងវគ្គផ្ដាច់ព្រួតពីរង្វាន់ Spanish Super Cup នៃប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី11ខែមករាកន្លងទៅនេះការនាំយក Cancelo មកបន្ថែមភ្លាមៗគឺជាការផ្ញើសារថាបាសាមិនយោងតាមរបាយការណ៍ចុងក្រោយបំផុតនាថ្ងៃទី13-14ខែមករាឆ្នាំ2026នេះក្លឹប Tottenham Hotspur បានបង្ហាញពីឥទ្ធិពលហិរញ្ញវត្ថុដ៏ខ្លាំងក្លាដោយបានដណ្ដើមយកខ្សែបម្រើ Conor Gallagher ពីក្លឹប Atletico Madrid បានសម្រេចដោយយកឈ្នះលើគូប្រជែង Aston Villa សម្រាប់តម្លៃផ្ទេរSpurs បានព្រមព្រៀងបង់ប្រាក់សរុបប្រមាណ40លានអឺរ៉ូគឺ 34.7 លានផោនទៅឲ្យ Atletico Madrid នេះគឺជាការទិញដាច់ដែលខុសពីសំណើរបស់ Aston Villa ដែលចង់បានត្រឹមការខ្ចីជើងជាមួយនឹងលក្ខខណ្ឌទិញដាច់នៅពេលក្រោយរីឯរយៈពេលនៃកិច្ចសន្យាវិញកីឡាករវ័យ25ឆ្នាំរូបនេះនឹងចុះហត្ថលេខាលេងឲ្យមាន់ខ្នាយមាសក្នុងរយៈពេល5ឆ្នាំកន្លះរហូតដល់ឆ្នាំ2031ចំណាយស្ថានភាពបច្ចុប្បន្ន Gallagher បានធ្វើដំណើរមកដល់ទីក្រុងឡុងកាលពីថ្ងៃអង្គារដើម្បីធ្វើតេស្តសុខភាពនិងបិទបញ្ចប់ឯកសារផ្លូវការហេតុផលដែល Spurs ត្រូវតែមាន Gallagher គឺដើម្បីយកមកជំនួសកន្លែងរបួសដែលគ្រូបង្វឹកលោក Thomas Frank ដែលបច្ចុប្បន្នជាគ្រូបង្គោល Spurs ជំនួសលោក NJ Postecoglou នៅក្នុងឆ្នាំ2026ត្រូវការខ្សែបម្រើថ្មីជាបន្ទាប់ពីកីឡាករ Rodrigo Bentancur រងរបួសសរសៃពូនជង្គង់ដែលត្រូវសម្រាកយ៉ាងតិច3ខែGallagher ចង់វិលត្រឡប់មក Premier League វិញដើម្បីបង្កើនឱកាសជាប់ជម្រើសជាតិអង់គ្លេសរបស់លោក Thomas Tuchel សម្រាប់ត្រៀមខ្លួនទៅប្រកួត World Cup 2026នៅរដូវក្តៅខាងមុខបន្ទាប់ពីរូបគេមិនសូវបានចូលលេងឲ្យក្រុមជម្រើសដំបូងនៅអេស្ប៉ាញក្រៅពី Gallagher ក្លឹប Tottenham ក៏បាននាំចូលកីឡាករថ្មីម្នាក់ទៀតគឺខ្សែការពារឆ្វេងវ័យក្មេងសញ្ជាតិប្រេស៊ីល Sousa ក្នុងតម្លៃប្រហែល13លានផោនពីក្លឹប Santos ផងដែរ